cho muốn là so co nó khăng mé từ bạn đã chui rằng cua và tây dương bán chứ ấy tới chỉ muốn là so co ông chui bạc phục mai bọc ôn là bạn đăng tịch bàn để ông chơi bà so co khăng chân cái kim mãi từ tinh gặp lương kim mãi từ tinh b một phay mùi vô mà cà pia chia tích gọi là cây thực vì thi so co nâng tới cứ ta này hai sật trâu chặt trái ai cái gì chẳng á chơi trồng pua bánh hà nông bánh ông kêu thà táo so co ní muốn là so co dương nó vì miền bẹ pon ấy chỉ muốn nâng sừng cream Campuchia Thái đấy ông chui prapបន្តិចបងបើគេអត់និយាយពីរឿងវេទមន្តទេក៏ខ្ញុំអត់បានលើកពីអសកលនេះដែរចាព្រោះកាលណានិយាយពីរឿងវេទមន្តគឺវាប្រើនៅតួអសរបាទចាជាអាគមចាដល់ហើយយើងត្រូវស្រាវជ្រាវគឺយើងមិនមែនស្រាវជ្រាវខ្លួនឯងខ្ញុំមានទស្សនៈមួយថាអ្វីខ្ញុំដឹងហ្នឹងគឺមិនមែនខ្ញុំដឹងដោយខ្លួនឯងខ្ញុំដឹងដោយផ្លូវក្នុងលោកជាអ្នកប្រាប់ខ្ញុំចាជាអ្នកប្រាប់ខ្ញុំតែខំអីខ្ញុំអត់មានទស្សនៈពីរឿងថាយកផ្លូវក្នុងមកនិយាយទេព្រោះរបស់វាអត់ឃើញជាក់ស្ដែងចាវាឃើញដោយសមោលវាលឺដោយតែបុគ្គលខ្លះចាប៉ុន្តែយើងគិតមើលថាបើសិនជាចំណុចចុងក្រោយបើសិនជាវេទមន្តតើយើងគួរយកអ្វីតបនឹងវេទមន្តគេគឺណាប្រាប់ថាកផ្ដល់កំណើតកកើតឡើងចាគឺផ្ដល់កំណើតយើងទាំងអស់គ្នានឹងគឺអសកលនេះឯជាម្ដាយនេះលោកផ្ដល់កំណើតឲ្យយើងទាំងអស់គ្នាបាទចាហេតុដូច្នោះជាគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហានគរយើងគឺមានអសកលនេះហើយអមរៀបរាប់អញ្ចឹងហើយយើងឃើញថាតួអសរខ្មែរយើងនីមួយគឺពិតជាមានគេហៅថាអតិពលភាពស័ក្តិសិទ្ធិអញ្ចឹងហើយបានពួកអាចោថៃនឹងវាចង់បានអសរយើងទៅណាចាអូនចាហើយថ្មីនេះឃើញវាដាក់អសរខ្មែរយើងទៅជាអីណាអសរដើមមកគេខំបន្លប់ថាអសរខមេអញ្ចឹងទៅចាអូនអញ្ចឹងមិនថាអូដល់ពេលស្ដាប់រៀបរាប់មកបានវ៉ាវអសរយើងពិតជាអស្ចារ្យណាស់អីក្នុងតួអសរកននេះមានអសរយោមានទាំងយោចូលជាមួយទៀតមានអសរយោនឹងគឺតំណាងឲ្យត្រីសូអូនចាតំណាងឲ្យត្រីសូនឹងគឺសច្ចៈខន្តីយុត្តិធម៌អសរយោណាអូនណាប៉ុន្តែលោកបានកំណត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាសូមឲ្យលោកមកក្រុងយកតម្រាប្រវត្តិសាស្ត្រនេះមកថាជាយុត្តិធម៌មកតម្កល់នៅស្រុកខ្មែរតែបើសិនជាបារាំងលោកមិនយកតម្រាប្រវត្តិសាស្ត្រមកស្រុកខ្មែរទេសង្គ្រាមលោកនឹងកើតលោកទឹកទី3វារឿងមួយដែលនឹងត្រូវកើតឡើងគឺថាអញ្ចេះបើសិនជាយើងធ្វើមុនអសរកហ្នឹងបានសម្រេចតើប្រទេសចៅហ្នឹងវានឹងមានរឿងអីកើតឡើងនៅពេលហ្នឹងចាអូនបើតាមក្បួនប្រទេសថៃមាននៅតែក្បួន2ទៀតទេអូនវានឹងរលាយអស់តើផ្លូវក្នុងមានបានប្រាប់អ៊ំខ្លះទេថាតើប្រធ្នូលមិនល្អអីគេខ្លះដែលកើតមានឡើងចំពោះថ្នាក់ដឹកនាំរបស់ពួកចៅសៀមពោលឲ្យចំហ្មងគឺថាបកគោណារបស់ពួកសៀមនឹងតែហ្មងរៀបមានទី10ហ្នឹងបាទចាតតែខ្ញុំមានទស្សនៈមួយដោយសម្លេងអ្នកផងទាំងឡាយតែងតែលន់ឮថាអាចៅសៀមបាទស្ដេចសៀមចង្រៃបាទចាតែយើងអត់ទាន់ដឹងថាស្ដេចសៀមចង្រៃដោយសារអីចាគឺយើងអត់ទាន់ដឹងថាយើងនឹងចង្អុលថាស្ដេចសៀមនឹងចម្រៃនៅត្រង់ណាបាទតែអ្វីដែលជាសម្លេងអ្នកផងទាំងឡាយមនុស្សម្នាផងទាំងឡាយគឺយើងចូលក្នុងសាលាសម្លេងរបស់អ្នកផងទាំងឡាយចូលក្នុងសាលាមុនយើងបាត់ចាសម្លេងដែលថាចង្រៃឬជាប្រភ្នូលអាក្រក់ណាចានៅក្នុងពេលនោះគឺភាពចម្ងល់របស់យើងសូមអរគុណនឹងសម្លេងរបស់ដែលបងប្អូនឬក្រសួងសាពឿនដែលមានបាននិយាយទៅអំពីការអភូតហេតុកើតឡើងរបស់ស្ដេចសៀមជាប្រភ្នូលអាក្រក់ទៅប្រទេសណាកើតអបតហេតុនៅប្រទេសនោះអូនណាតែយើងចង់ដឹងពេលនោះនៅក្នុងសាលាគេគូជារូបស្ដេចសៀមរាមាទី10គេគូរាមាទី10គេនឹងបង្ហាញប្រភ្នូលអភូតហេតុដែលកើតឡើងទៅនៅត្រង់ណាអូនណាបាទចានៅក្នុងនោះមានសញ្ញាព្រួញមួយដែលមានគេហៅកំពុងអំពូលអូនអំពូលដូចយើងទូចពីដើមណាវារត់ទៅតាមសរីរាង្គកាយរបស់ស្ដេចសៀមចាវាចង្អុលពី
ពីសក់ក្បាលពីប្រកែកស្ដាច់សៀមពីសក់ក្បាលមុខភ្នែកមាត់អីទាំងអស់រូបរាងកាយទាំងអស់ចាដល់តែមានសញ្ញាប្រភ្នូលអាក្រក់ដែលថានឹងថាចង្រៃចាជាប្រភ្នូលណាចាជាប្រភ្នូលអាក្រក់គឺអាសញ្ញានោះវាទៅច្រាំនៅកន្លែងនោះឯងទៅច្រាំនៅកន្លែងនោះឯងគឺនៅនឹងជើងរបស់ស្ដេចរាមាទី10អ៊ំសូមជម្រាបសួរចាជម្រាបសួរគួយបាទរីករាយមែនតើបានជួបអ៊ំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយសាច់រឿងក៏មានក៏កាន់តែចាប់អារម្មណ៍ថ្មីដែរចាពុកម៉ែបងប្អូនបើសិនជាពុំទាន់ស្គាល់អ៊ំស្រីទេយើងសូមណែនាំឲ្យស្គាល់បន្តិចព្រោះអ៊ំធ្លាប់ចេញ2ដងហើយវីដេអូនៅលើសង្ឃឹមហើយនឹងវេហាអ៊ំណាគឺលោកយាយសាងបាទនៅខាងបាគងបាទអញ្ចឹងវីដេអូមុននោះគឺមានការចាប់អារម្មណ៍ច្រើនអញ្ចឹងនៅលើ channel វេហាហើយនឹងសង្ឃឹមគឺតាក់ទងជាមួយនឹងរឿងមុនអសកអ៊ំណាចាសុកទុកយ៉ាងណាដែរអ៊ំកន្លងមកនេះមួយរយៈមកនេះការចាស់ខ្ញុំដូចជាការសុកទុកធម្មតាបាទសុកទុកទីធម្មតាអូនតែមានប្រចាំកាយខ្លះក៏មានជាខ្លះអញ្ចឹងណាមួយបានថាចុះខ្ញុំចាត់ទុកថាជាធម្មតាចុះបាទព្រោះថាយើងខានជួបគ្នារឿងមួយរយៈពេលដែរហើយជិត2ខែដែរហើយចាហើយក៏បានទទួលដំណឹងថាអ៊ំមានហេតុភេទថ្មីដែលត្រូវយកមកនិយាយជូនដល់ប្រជាជនកម្ពុជារបស់យើងហើយពុកម៉ែបងប្អូនបានឃើញហើយរូបភាពអក្សរកដែលបានឆ្លាក់ពីឈើឯដែរអ៊ំហ្នឹងអក្សរកហ្នឹងឆ្លាក់ពីឈើធ្នង់អូនបាទឈើធ្នង់អញ្ចឹងថ្ងៃនេះវីដេអូមួយនេះគឺយើងនឹងនិយាយលម្អិតអំពីមុនអក្សរកអញ្ចឹងណាអ៊ំកន្លងមកនៅក្នុងវីដេអូយើងអ៊ំបានបង្ហើបខ្លះតាក់ទងជាមួយនឹងមុនអក្សរកថាវានឹងជួយប្រទេសកម្ពុជារបស់យើងបែបនេះបែបនោះអ៊ំអាចជួយត្រួសត្រាសបន្តិចសិនបានទេថាចុះមុនអក្សរកនឹងខ្លាំងម៉េះទើបមិនអាចជួយសង្គ្រោះប្រទេសយើងបានអញ្ចឹងអីទៅជាមុនអក្សរកអ៊ំអាចជួយប្រាប់ពុកម៉ែបងប្អូនឲ្យបានដឹងតិចបានទេអ៊ំសូមអញ្ជើញបាទព្រោះរឿងខ្ញុំអរគុណនឹងសំដួលក្មួយដែលបាននិយាយនេះគឺដើម្បីបានដល់ជ្រាបដល់អ្នកដែលមានការចម្ងល់ឆ្ងល់នៅក្នុងអក្សរកអ្នកខ្លះថាមិនដឹងជាអក្សរកនឹងអ៊ំគិតនិយាយពីរឿងអីរឿងយ៉ាងម៉េចអីយ៉ាងម៉េចទេប៉ុន្តែមានសំណួរមួយដែលខ្ញុំត្រូវចាប់អារម្មណ៍និងចម្លើយរបស់សំណួរដែលប្អូនប្រុសម្នាក់គាត់បានសួរខ្ញុំថារឿងអក្សរកតើវាតាក់ទងអីទៅនឹងប្រទេសជាតិដែរអញ្ចឹងណាគួយតែខ្ញុំសូមបញ្ជាក់ថាអក្សរកខ្ញុំបានលើកពីមុនមកមានជាអត្ថន័យខ្លះតែនៅក្នុងពេលក្រោយខ្ញុំឆ្លើយនឹងសំណួរដែលបានសួរថាតើអក្សរកនឹងវាតាក់ទងអ្វីនឹងប្រទេសជាតិដែរចាព្រោះអក្សរកវានៅក្នុងវចនក្រមក្នុងតួអក្សរទាំង33តួហើយក៏ជាតិតម្រូវការរបស់ប្រទេសជាតិចាស់វាតាក់ទងនឹងតម្រូវការរបស់ប្រទេសជាតិព្រោះអក្សរកនឹងជាភាសារបស់ខ្មែរជាភាសាសំស្ក្រឹតជាភាសារបស់ខ្មែរជាភាសាខេមរៈនៃប្រទេសកម្ពុជាដែលតម្រូវការយកអក្សរកឬក៏តួព្យញ្ជនៈទាំង33ហើយនឹងស្រៈហើយនឹងតួពេញតួនេះដើម្បីរួមផ្សំគ្នាជាភាសាសំស្ក្រឹតត្រង់នេះគឺវាតាក់ទងនឹងប្រទេសជាតិដែលប្រជាជនឬក៏អ្នកដឹកនាំឬក៏មនុស្សផងទាំងឡាយដែលនៅក្នុងប្រទេសនេះដែលមិនអខាននៅតម្រូវការនៃតួអក្សរនេះបាននេះខ្ញុំមានចម្លើយទៅរឿងអក្សរកដែលតាក់ទងនឹងប្រទេសជាតិចាមានមតិមួយចំនួនខ្ញុំនៅពេលដែលយើងបានបង្ហោះជាវីដេអូចឹងទៅពុកម៉ែបងប្អូនខ្លះគាត់ថាព្រោះគាត់នៅដល់អាមេរិកណាគាត់ថាគាត់ក៏ឃើញសុបិនឃើញនិមិត្តឃើញដូចអ្វីដែលអ៊ំកំពុងតែមានប្រសាសន៍នឹងដែរតើតើជាមួយនឹងមុនអក្សរកចាហើយក៏មានបងប្អូនមួយចំនួននោះក៏គាត់ថាបាទអក្សរកខ្លាំងចឹងគេមិនបាច់ទៅទិញកាភ្លើងគេមិនបាច់ទៅទិញ BM21 យកមកការពារជាតិទេគាត់តែគេធ្វើពិធីអក្សរកហ្នឹងទៅគឺថានេះហើយសត្រូវខ្ចាត់ខ្ចាយហើយគេនិយាយចឹងណាចុះចំពោះបញ្ហាហ្នឹងវិញអ៊ំគិតថាតើអក្សរកនេះមុនអក្សរកយើងនេះវាមានពាក់ព័ន្ធអីជាមួយនឹងសង្គ្រាមកម្ពុជាថៃដែរអ៊ំជួយប្រាប់បន្តិចបងចាខ្ញុំអរគុណច្រើននៅសំណួរហ្នឹងគឺដើម្បីឲ្យបានយល់ទាំងអស់គ្នាគឺនិយាយពីរឿងអក្សរកនេះ
គឺមិនមានទស្សនៈថាអសកមួយនឹងវាប្រកែទៅបង្ក្រាបសង្គ្រាមឬបញ្ចប់សង្គ្រាមតែអសកនឹងមួយបានទេប៉ុន្តែនៅក្នុងនោះមានការលាយលៀកអសក្នុងការរួមគំនិតជាមួយអ្នកដឹកនាំចាព្រោះអ្នកដឹកនាំកាលណាមានតែរូបអត់មានចំណេះក៏មិនអាចធ្វើជាអ្នកដឹកនាំប្រទេសជាតិបានហេតុដូច្នោះគឺអសកនេះមិនមែនទស្សនៈថាអសកមួយនេះអាចវាយយកជ័យជំនះទាំងស្រុងបានទេហើយបើមានអសកអត់មានចាំប្រើអាវុធឬចាំប្រើជាក្របរំសេវឬក៏អ្នកដឹកនាំអត់មានទស្សនៈដូច្នោះទេគ្រាន់តែមានទស្សនៈមួយដែលយើងមើលថាតែអ្នកដឹកនាំគឺយើងសង្ឃឹមទៅលើអ្នកដឹកនាំគាត់ដែលដឹកនាំប្រទេសហ្នឹងគឺយើងគឺថាមាន 100% ទៅលើអ្នកដឹកនាំចាហើយទី2គឺយើងមានជំនឿជឿជាក់ទៅលើអ្នកដែលការពារប្រទេសជាតិដែលជាសន្ទះរបស់ប្រទេសគឺកងទ័ពចាដែលជាអ្នកការពារនៃព្រំដែនគឺមិនមែនបដិសេធយកតែអសកប៉ុន្តែដោយមានទស្សនៈមួយក្នុងការស្ដាប់នៅសង្គ្រាមថាសង្គ្រាមនេះវាមានអ្វីខ្លះចាសង្គ្រាមនេះដូចខ្ញុំបានរៀបរាប់ទី1វាមានពាក្យសម្ដីទី2វាមានអាវុធឲ្យផ្ទុះឡើងទី3វាមានអ្នកដោះស្រាយគឺពីមហាអំណាចមកចាទី4ហ្នឹងវាមានខូចនៅបេតិកភណ្ឌហើយអ្វីដែលខូចព្រោះអ្វីមួយវាមានទស្សនៈថាបើអ្នកឯងធ្វើខូចម៉ូតូខ្ញុំអ្នកឯងត្រូវតែសងខ្ញុំណែវាមានទស្សនៈនោះមួយណាចាវាមានហើយយើងមើលទៅទៀតយើងមើលទៅចុងក្រោយបើគេអត់និយាយពីរឿងវេទមន្តទេក៏ខ្ញុំអត់បានលើកពីអសកនេះដែរចាព្រោះកាលណានិយាយពីរឿងវេទមន្តគឺវាប្រើនៅតួអក្សរចាជាអាគមចាដល់ហើយយើងត្រូវស្រាវជ្រាវគឺយើងមិនមែនស្រាវជ្រាវខ្លួនឯងខ្ញុំមានទស្សនៈមួយថាអ្វីខ្ញុំដឹងនេះគឺមិនមែនខ្ញុំដឹងដោយខ្លួនឯងខ្ញុំដឹងដោយផ្លូវក្នុងលោកជាអ្នកប្រាប់ខ្ញុំចាជាអ្នកប្រាប់ខ្ញុំតែខំអីខ្ញុំអត់មានទស្សនៈពីរឿងថាយកផ្លូវក្នុងមកនិយាយទេព្រោះរបស់វាអត់ឃើញជាក់ស្ដែងចាវាឃើញដោយសមោលវាលឺដោយតែបុគ្គលខ្លះចាប៉ុន្តែយើងគិតមើលថាបើសិនជាចំណុចចុងក្រោយបើសិនជាវេទមន្តតើយើងគួរយកអ្វីទប់នឹងវេទមន្តតើវេទមន្តហ្នឹងវាចេញដោយផ្លែឈើឬមួយវាចេញដោយដុំថ្មឬវាចេញដោយអក្សរចាយើងមើលទៅវាចេញដោយអក្សរតែយើងស្រាវជ្រាវថានៅក្នុងតួអក្សរចេញចរិយានឹងតើវាយកអក្សរអីដែលវាប្រើក្នុងអាគមរបស់គេហើយយើងយកអ្វីដែលទៅទប់នឹងអាគមរបស់គេចាទៅទប់នឹងអាគមរបស់គេហេតុដូច្នោះគឺលោកអ្នកឲ្យគ្រូបានបញ្យល់ថាអ្វីឲ្យខ្ញុំរកក្នុងតួអក្សរកចាអក្សរកនេះជាគុណរបស់ម្ដាយឬគេហៅថាបបៀតតាចាគឺជាគឺមួយគឺនិយាយថាដូចខ្ញុំនិយាយមួយទៀតគឺដែលបាននិយាយរួចថាជាអដ្ឋាននៃមហានគរគឺឬគឺជាទ្រព្យនៃមហានគរគឺថាគឺសំដៅទៅលើឪពុកទៅលើម្ដាយសំទោសសំដៅទៅលើម្ដាយគឺអក្សរកនៅក្នុងតួជនចនៈទាំងអស់គឺមានអក្សរកមុនគេគឺអក្សរកមុនគេរាប់មក12ទៅគេថាគុណម្ដាយចារាប់ទៅ21ទៀតប៉ុន្តែគេយកតែ2មកទេគេយកអក្សរកនិងអក្សរអគេថាជាគុណម្ដាយនិងឪពុកចាគឺគេយកណាប៉ុន្តែនៅក្នុងនោះគឺយកគុណម្ដាយគេធ្វើឧទាហរណ៍ឲ្យមើលអ្នកផ្លូវក្នុងគេធ្វើឧទាហរណ៍មើលថាកាលស្ដេចសូរ្យវរ្ម័នទី2កាលព្រះអង្គសាងនៅនគរសាងនៅព្រះនគរតើព្រះអង្គរំលឹកគុណអីមុនគេបាទនៅក្នុងពេលនោះគេបានប្រាប់ថាព្រះអង្គរំលឹកនៅគុណពបៀតតារបស់លោកបាទចាតើព្រះអង្គនឹងបានសម្រេចនៃព្រះការកសាងនៃមហានគរនោះបាទចាព្រះនគរដែលលោកកសាង
អង្គរវត្តនេះគឺលោករំលឹកនៅគុណម្ដាយរបស់លោកមុនគេនៅពេលនោះគេបានបញ្ជាក់ប្រាប់រួចហើយគេនឹងគូបន្ទាត់មួយមកនៅតួអសកតើក្នុងតួភ្ចេញជាអ្នកទាំង33តើតួណាដែលមុនគេ បាទ ចាដល់តួមុនគេគេចុចនៅលើ តួអសកគឺមុនគេចាគេគ្រាន់តែប្រាប់ថាកផ្ដល់កំណើតកកើតឡើង ចាគឺផ្ដល់កំណើតយើងទាំងអស់គ្នានឹងគឺអសកនេះឯជាម្ដាយនេះលោកផ្ដល់កំណើតឲ្យយើងទាំងអស់គ្នា បាទ ចាហេតុដូច្នោះជាគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហានគរយើងគឺមានអសកនេះហើយមុនគេបង្អស់ដែលធ្វើឲ្យជ័យសូរ្យរដ្ឋមន្ត្រីទី2ហ្នឹងលោកជឿជាក់ថាពបៀតដារបស់លោកនឹងនឹងជួយឲ្យលោកបានសម្រេចនៅក្នុងមហានគរនេះ បាទ ចាហេតុដូច្នោះយើងឃើញឧបសគ្គដែលកើតឡើងគឺយើងគួរនឹងមានជំនឿមួយថាយើងនឹងធ្វើអសកលនេះដើម្បីធ្វើសេចក្តីរំលឹកគុណដល់ពមាតាដើម្បីឲ្យលោកយាងមកជួយនៅទឹកដីខ្មែរឲ្យបានរុងរឿងនិងមានជ័យជោគជ័យនិងជ័យជំនះ បាទ ចានេះអសកលចា អស្ចារ្យមែនទែនអសខ្មែរយើងណា ចា ដល់ទៅពេលបានស្ដាប់អ៊ំរៀបរាប់អញ្ចឹងហើយយើងឃើញថាតួអសខ្មែរយើងនីមួយគឺពិតជាមាន ចា គេហៅថាអតិពលភាពស័ក្តិសិទ្ធិអញ្ចឹងហើយបានពួកអាចោរថៃនឹងវាចង់បានអសយើងទៅណា ចាអូនចា ហើយថ្មីនេះឃើញវាដាក់អសខ្មែរយើងទៅជាអីណាអសដើមមកគេខំបន្លប់ថាអសខមេអញ្ចឹងទៅ ចាអូន អញ្ចឹងមិនថាអូដល់ពេលស្ដាប់រៀបរាប់មកបានវ៉ាវអសយើងពិតជាអស្ចារ្យណាស់ អីខ្ញុំបញ្ជាក់ក្មួយតិចតែលោកមិនបញ្ជាក់តែអសកលទេតែអសកលនេះយើងអាចលើកនៅសេចក្តីរំលឹករបស់យើងអ្វីដែលប្រទេសឬនគរយើងកំពុងតែមានស្អីវឹកវរចាតែយើងរឹកដូចយើងមានទុកយើងរំលឹកឲ្យគុណម្ដាយជួយយើងចាឥឡូវយើងមានទុកយើងរំលឹកអសកលដែលជាតំណាងនៃពមាតានេះសូមឲ្យលោកយាងចោះឬមកជួយដល់ទឹកដីខ្មែរឲ្យបានជោគជ័យនិងជ័យជំនះណាចាហើយបន្ទាប់មកទៀតលោកបានបញ្ជាក់ប្រាប់ក្នុងតួអសកលនេះមានអសយោមានទាំងយោចូលជាមួយទៀតមានអសយោនឹងគឺតំណាងឲ្យត្រីសូអូនចាតំណាងឲ្យត្រីសូនឹងគឺសច្ចៈខន្តីយុត្តិធម៌អសយោណាអូនណាចានេះខ្ញុំគ្រាន់បញ្ជាក់ក្នុងតួអសភ្ចេញជាអ្នកអូនហើយដែលមានអសយោហើយបានក្រោយមកទៀតលោកនឹងអូបន្ទាត់មកទៀតនៅអសឡូចានៅអសឡូនេះលោកគ្រាន់បញ្ជាក់ថាជាបល្ល័ង្កនៃគុណធម៌បាទចាបល្ល័ង្កគុណធម៌ហ្នឹងគឺសេចក្តីរួមរស់សាមគ្គីរវាងគ្នានឹងគ្នាឪពុកនិងកូនម្ដាយកូននិងក្រុមញាតិទាំងឡាយដែលនៅក្នុងនគរឬក្នុងភូមិក្នុងស្រុកនេះឲ្យមានសាមគ្គីជាមួយគ្នាគេថាជាគុណធម៌ណាអូនណាគឺមានអក្សរយោតំណាងឲ្យត្រីសូហើយនឹងអក្សរឡូតំណាងឲ្យបល្ល័ង្កនៃគុណធម៌ចានឹងអូនលោកបញ្ជាក់អំពីទាំងនោះឯងប៉ុន្តែខ្ញុំលើកយកអក្សរកនឹងមកធ្វើពិធីរំលឹកគុណតែអក្សរកនេះខ្ញុំគ្រាន់តែធ្វើជាតំណាងសិនតែក្នុងការធ្វើពិធីនោះខ្ញុំអត់ទាន់បានធ្វើទេអូន បាទអ៊ំគួរចាប់អារម្មណ៍ខ្លាំងមែនទែនអញ្ចឹងបើសិនជាយើងធ្វើពិធីឬក៏មុនអក្សរកនេះយើងយកទាំងអក្សរឡូនិងអក្សរយោចូលទៅជាមួយដែរឬក៏ធ្វើតែអក្សរកសិនទេយើងធ្វើតែអក្សរកសិនអូនអូចុះពេលណាបើយើងធ្វើទាំងឡូនិងយោចូលជាមួយគ្នាអូននៅពេលដែលប្រទេសជាតិបានសន្តិភាពហើយបានយើងយកឡូចាយើងយកយោនិងឡូធ្វើព្រោះសច្ចៈខន្តីយុត្តិធម៌ពេលដែលប្រទេសជាតិបានសុខសន្តិភាពហើយបានយើងយកអក្សរនោះមកធ្វើបានអូនចាអញ្ចឹងចុះចំណែកអក្សរកវិញយើងធ្វើនៅពេលណាដែរអូនអក្សរកពេលនេះខ្ញុំគ្រាន់តែធ្វើជាតំណាងអក្សរកដើម្បីឲ្យបងប្អូនក្រុមញាតិទាំងអស់ទាំងនៅក្នុងប្រទេសក្រៅប្រទេសឲ្យឃើញថាជាតួអក្សរកបាទអក្សរកនេះខ្ញុំបានសន្មតថាខ្ញុំជម្រាបទៅបងប្អូនថាខ្ញុំមិនទាន់បានធ្វើក្នុងពេលឆាប់នេះទេតែខ្ញុំបានសន្និដ្ឋានក្នុងគោលបំណងរបស់ខ្ញុំបានកំណត់ធ្វើថាពេលណាដែលលោកម៉ាក្រុងចាលោកយកតម្រានៃប្រវត្តិសាស្ត្រ
ស្រុកខ្មែរចូលមកប្រទេសកម្ពុជាទៅខ្ញុំធ្វើអសរធ្វើវិធីអសរកនេះបាន អូ ចាព្រោះខ្ញុំសូមរំលឹកដល់លោកម៉ាក្រុងសូមឲ្យលោកម៉ាក្រុងលោកជួយយកតម្រាប្រវត្តិសាស្ត្ររបស់ស្រុកខ្មែរចានៅផ្លូវក្នុងគេថាដាក់ថាស្រុកខ្មែរខ្ញុំថាតាមលោកចោះ បាទបាទបាទ ចាតម្រានៃប្រវត្តិសាស្ត្រស្រុកខ្មែរដែលបារាំងបានរក្សាទុកជាច្រើនឆ្នាំនៅច្រើនសតវត្សមកហើយ បាទ ដែលពួកឆ្លៀនពៀនមាវាមិនព្រមទទួលស្គាល់ប៉ិនក្របខ្សាច់នោះទេចាវាអត់ព្រមទទួលស្គាល់ថាជាដីរបស់ស្រុកខ្មែរប៉ិនក្របខ្សាច់គឺវាអត់ទទួលស្គាល់ បាទ ចាប៉ុន្តែលោកបានកំណត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាសូមឲ្យលោកម៉ាក្រុងយកតម្រាប្រវត្តិសាស្ត្រនេះមកថាជាយុទ្ធធឿមកតម្កល់នៅស្រុកខ្មែរ បាទ តែបើសិនជាបារាំងលោកមិនយកតម្រាប្រវត្តិសាស្ត្រមកស្រុកខ្មែរទេសង្គ្រាមលោកនឹងកើតលោកទឹកទី3 ចាហេតុដូច្នោះលោកគ្រូដែលលោកបញ្ជាក់ផ្លូវក្នុងលោកថាសូមឲ្យលោកម៉ាក្រុងយកតម្រាប្រវត្តិសាស្ត្រនេះចូលស្រុកខ្មែរឲ្យបានឆាប់ដើម្បីបញ្ឈប់កុំឲ្យសង្គ្រាមលោកលើកទី3កើត អូហូ ចាកុំឲ្យសង្គ្រាមលោកលើកទី3កើតនៅលើកម្ពុជាហេតុដូច្នោះខ្ញុំសូមអធិដ្ឋានបរិយាដៃ10រំលឹកដល់លោកម៉ាក្រុងដែលខ្ញុំមិនបានទៅដល់លោកដោយមានសេចក្តីអធិដ្ឋានទៅតាមFacebook ណាអូនណាទៅតាម Facebook ដល់សូមឲ្យសម្លេងរបស់ខ្ញុំលាន់ឮដល់លោកម៉ាក្រុងសូមឲ្យលោករកភាពយុត្តិធម៌យកតម្រានៃប្រវត្តិសាស្ត្រដែលមានច្រើនសតវត្សមកហើយលោកនឹងយកចូលនៅកម្ពុជាដើម្បីឲ្យកម្ពុជានឹងទទួលភាពយុត្តិធម៌បានពិតប្រាកដនិងឲ្យសត្រូវដែលឆ្លៀនពៀននេះនឹងទទួលស្គាល់នៅទឹកដីខ្មែរចាចា វ៉ាវពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ចា តើតើជាមួយនឹងចំណុចទាំងអស់នេះវារឿងមួយដែលនឹងត្រូវកើតឡើងគឺថាអញ្ចេះ ចា បើសិនជាយើងធ្វើមុនអក្សរកហ្នឹងបានសម្រេចតើប្រទេសចៅហ្នឹងវានឹងមានរឿងអីកើតឡើងនៅពេលហ្នឹង ចាអូនបើតាមក្បួនប្រទេសថៃមាននៅតែក្បួន2ទៀតទេអូនវានឹងរលាយអស់ វ៉ាវ ចាក្បួននៅតែ2ចំណុចទេគឺវារំលាយដោយខ្លួនឯងអូនចាវានឹងរំលាយដោយខ្លួនឯងដោយគុណបារមីរបស់អក្សរកដែលជាប្រមេតារបស់នៃខ្មែរយើងនឹងចាដោយបារមីរបស់ព្រះអង្គលោកទៅរំលាយឲ្យអស់នៅក្បួនរបស់វា បាទបាទ ព្រោះនៅតែ2ទេគឺវានឹងកើតអាស្រ័យដោយខ្លួនឯងចាវាកើតអាស្រ័យខ្លួនឯងគេថាស៊ីអាចផឹកទឹកដោយខ្លួនឯងជាអាស្រ័យរបស់ខ្លួនឯងគឺរំលាយក្បួនដោយខ្លួនឯងចាក្បួននៅតែ2ទៀតទេអូនចាវានឹងមានអាស្រ័យនៅក្នុងស្រុកទេសដោយខ្លួនឯងនោះហើយគឺរំលាយក្បួនហើយនឹងទួលការបរាជ័យដោយខ្លួនឯងចា សូមជម្រាបសួរអ្នកមីមួយទៀតថាតើទាំងពីរក្បួនទាំងពីរហ្នឹងមានអីមានអ្វីខ្លះទៅមី ក្បួនវាទាំងពីរហ្នឹងការបច្ចេកទេសរបស់វា ការបច្ចេកទេសរបស់វាក្នុងការដឹកនាំរបស់រដ្ឋាភិបាលគេរបស់ស្ដេចគេណាអូនណាជាក្បួនអ្វីដែលជាអំណាចក្នុងការយល់ដឹងរបស់គេដែលជាទីគេហៅថាទឹកចុងក្រោយរបស់គេដោយសោះតែពីរទេអ្វីដល់ការដឹកនាំក្នុងការបច្ចេកទេសរបស់គេគឺក្បួនគេគឺពាក្យសម្ដីរបស់គេទាំងប្រមាណគឺអាស្រ័យដោយខ្លួនគេចាអត់មានណាទៅពលាយគេទេគឺអាស្រ័យដោយខ្លួនគេអញ្ចឹងចុះបើសិនជាយើងគិតមកដល់ត្រឹមថ្ងៃនេះតើផ្លូវក្នុងមានបានប្រាប់អ៊ំខ្លះទេថាតើប្រធ្នូលមិនល្អអីគេខ្លះដែលកើតមានឡើងចំពោះថ្នាក់ដឹកនាំរបស់ពួកចៅសៀមពោលឲ្យចំហ្មងគឺថាបកគោណារបស់ពួកសៀមនឹងតែហ្មងរៀបមានទី10ហ្នឹងបាទចាតតែខ្ញុំមានទស្សនៈមួយដោយសម្លេងអ្នកផងទាំងឡាយតែងតែលន់ឮថាអាចៅសៀមបាទស្ដេចសៀមចង្រៃបាទចាតែយើងអត់ទាន់ដឹងថាស្ដេចសៀមចង្រៃដោយសារអីចាគឺយើងអត់ទាន់ដឹងថាយើងនឹងចង្អុលថាស្ដេចសៀមនឹងចម្រៃនៅត្រង់ណាបាទតែអ្វីដែលជាសម្លេងអ្នកផងទាំងឡាយមនុស្សម្នាផងទាំងឡាយគឺយើងចូលក្នុងសាលាសម្លេងរបស់
អ្នកផងទាំងឡាយចូលក្នុងសាលាមុនយើងបាត់ អូ ចាសំលេងដែលថាចង្រៃឬជាប្រភ្នូលអាក្រក់ណា បាទ ចានៅក្នុងពេលនោះគឺភាពចម្ងល់របស់យើងសូមអរគុណនឹងសំលេងរបស់ដែលបងប្អូនឬក៏សួរសាពឿនដែលមានបាននិយាយទៅអំពីការអភូតហេតុកើតឡើងរបស់ស្ដេចសៀមជាប្រភ្នូលអាក្រក់ទៅប្រទេសណាកើតអបតហេតុនៅប្រទេសនោះ អាយ៉ា ណាអូនណាតែយើងចង់ដឹងពេលនោះនៅក្នុងសាលាគេគូជារូបស្ដេចសៀមរាមាទី10គេគូរាមាទី10គេនឹងបង្ហាញប្រភ្នូលអភូតហេតុដែលកើតឡើងទៅនៅត្រង់ណាណាអូនណា បាទ ចានៅក្នុងនោះមានសញ្ញាព្រួញមួយដែលមានគេហៅកំពុងអំពូលអូនអំពូលដូចយើងទូចពីដើមណាវារត់ទៅតាមសរីរាង្គកាយរបស់ស្ដេចសៀមចាវាចង្អោលពីសក់ក្បាលពីប្រកេះស្ដេចសៀមពីសក់ក្បាលមុខភ្នែកមាត់អីទាំងអស់រូបរាងកាយទាំងអស់ចាដល់ដែលមានសញ្ញាប្រភ្នូលអាក្រក់ដែលថានឹងថាចង្រៃ អាយ៉ា ចាជាប្រភ្នូលណាចាជាប្រភ្នូលអាក្រក់គឺអាសញ្ញានោះវាទៅចិញ្ច្រាំនៅកន្លែងនោះឯងទៅចិញ្ច្រាំនៅកន្លែងនោះឯងគឺនៅនឹងជើងរបស់ស្ដេចរាមាទី10គឺនៅនឹងបាតជើងចាដល់នៅនឹងបាតជើងគេលើកបាតជើងនោះឲ្យឃើញគឺបាតជើងទាំងពីរនោះដែលមានអក្សរណូ ចា សណូខ្មែរយើងហ្នឹងណា ចាអក្សរណូខ្មែរយើង បាទ អក្សរណូនោះក្នុងវចនៈក្នុងព្យញ្ជនៈនៅក្នុងគ្រិស្តសករាជ556ចាបើមើលនៅនោះគឺឃើញហើយ បាទ ចាគឺអក្សរណូនោះឯងដែលនៅនឹងបាតជើងនោះហើយដែលធ្វើឲ្យប្រភ្នូលអាក្រក់របស់រាមាទី10 បាទ ចាជារាមាទី10អូនរបស់រាមាទី10 អូគឺមហាក្សត្រថៃបច្ចុប្បន្នឯង ចាគឺ បាទ ដែលគេហៅថាចង្រៃនៅនឹងបាតជើងអូន ជំជន់កន្លែងណាចង្រៃកន្លែងនឹង ចា ក្រោយ គឺមានប្រភ្នូលនៅនឹងបាតជើងនោះឯងអូន បាទ ចាគឺមានអក្សរណូនោះឯងចាដូចខ្ញុំបានប្រាប់អូននោះចាអក្សរណូនោះឯងនៅនឹងបាតជើងប៉ុន្តែលោកបញ្ជាក់ប្រាប់ថាអក្សរណូនេះមួយมันអាចយកគាថារបស់ព្រះគោ បាទ ទៅរំលាយបានត្រូវយកគាថារបស់បាក់សីចាំក្រុង ហា ចា ពាក់ព័ន្ធជាមួយនឹងបាក់សីចាំក្រុងទៀត ចាត្រូវយកគាថារបស់បាក់សីចាំក្រុងដែលលោកតាកាហេបានរក្សាប៉ុន្តែក្រោយមកគាថានេះធ្លាក់ទៅលើដៃគ្រូអេអី អី អូ ចា មិនចេះ ចាគឺធ្លាក់ទៅលើគាថានេះគឺធ្លាក់ទៅលោកគ្រូអេអី គ្រូអី ចាតែឲ្យយើងទាំងអស់គ្នាស្វែងរកតើលោកគ្រូអីណាដើម្បីយកគាថានោះមកផ្ចាញ់នៅអក្សរណូនឹងបាតជើង អូ ចា ចុះរាល់ថ្ងៃនោះលោកគ្រូអីហ្នឹងនៅឯណាទៅចុះ អត់ទាន់ដឹងថាដីណា អត់ទាន់ដឹងទេ ចាប៉ុន្តែគ្រូអីនោះបើតាមឲ្យប្រស្នាមកជាអីសីដែរអូន ជាអីសីដែរ ចាក៏អីសីនោះមានកម្រិតខ្ពស់ណាស់គឺអីសីនិរោធ វ៉ាវ ចាលោកអាចមើលឃើញដឹងយល់ច្បាស់ចាគឺអីសីនិរោធប៉ុន្តែយើងមិនដឹងថាគាត់ជាយើងគេហៅថាគាត់ជាអីទេកំពុងតែរំពឹងគិតថាបើសិនជាលោកអ្នកណាបានឃើញលោកគ្រូអីនេះសូមជួយដើម្បីរំលឹកផងចាដើម្បីជួយរំលឹកផងដើម្បីយកគាថានោះមកកម្ចាត់អក្សរណូនេះ អូ ចា អញ្ចឹងមានន័យថាគាថាដែលមាននៅលើជើងរបស់ស្ដេចរាមាទី10ហ្នឹងឯង ចា គឺជាគាថាដែលចង្រៃ ចា ឲ្យតែម្នាក់ហ្នឹងទៅជន់នៅប្រទេសណាប្រទេសហ្នឹងមានបញ្ហា អូនជាអក្សរដែលចម្រៃ ជាអក្សរដែលចង្រៃ ចាជាអក្សរដែលចម្រៃចា ចុះបើសិនជាយើងអាចធ្វើពិធីបន្សាបអក្សរដែលចង្រៃហ្នឹងបានតើស្ដេចរាមាទី10ហ្នឹងនឹងមានរឿងអីកើតឡើង ចាគេថាអ្វីបើសិនជាយើងបើយើងធ្វើអីដែលយើងត្រូវធ្វើបានដូចដងទងជាតិខ្យល់បក់រលំ អូ ចាគេប្រៀបដូចជាដងទងជាតិរបស់ថៃនោះខ្យល់បក់រលំអូន អូហូ ចាដូចជាខ្យល់បក់រលំចា អាលំចាប់បាត់ហើយចឹង ចាដូចជាខ្យល់បក់រលំអូន តែលំស្ដេចមិន
ប្រទេសហ្នឹងមិនទៅបាទ ចាគេគ្រាន់តែធៀបឧបមាឲ្យយើងឃើញ ឧបមា ចាគេធ្វើជាអ្វីមួយឲ្យយើងឃើញថាអ្វីបើយើងធ្វើទៅបានស្ដេចរាមាប្រៀបដូចជាទងជ័យហើយដែលខ្យល់បក់បោកហើយត្រូវរលំដួល ត្រូវរលំដួលតែម្ដង ចាត្រូវរលំដួល អូមិនធម្មតាទេអញ្ចឹង ចា យើងមានតែចាំមើលទាំងអស់គ្នា ចា លោកអីសីអីអញ្ចឹងណា ចាអីស្អីអី លោកអីសីអីហ្នឹងហើយមិញហ្នឹងអ៊ំក៏បានផ្សារភ្ជាប់ជាមួយនឹងមុនបាក់សីចាំក្រុង ចា នៅផ្លូវទៅប្រាសាទបាយ័នហ្នឹងក៏យើងមានប្រាសាទមួយថាប្រាសាទបាក់សីចាំក្រុងដែរ ចា អាចមានពាក់ព័ន្ធមួយប្រាសាទហ្នឹងអត់មើលទៅ ចា មានពាក់ព័ន្ធគ្នាទៅណា ចាមានពាក្យពិនប្រោះគាថារបស់បាក់សីចាំក្រុងនោះលោកតាកាហេជាអ្នកថែរក្សា បាទលោកតាកាហេជាអ្នកថែរក្សា ចាតាកាហេជាអ្នកថែរក្សាប៉ុន្តែក្រោយមកពេលអត់ពីលោកតាកាហេទៅលោកបកគលទៅលោកគ្រូអេអី លោកគ្រូអី ចា បាទអញ្ចឹងមកដល់ត្រឹមនាទីនេះគឺយើងបាននិយាយសាច់រឿងពីរណា ចា គឺទី1គឺយើងនិយាយអំពីមុនអក្សរក ចាចា ទី2គឺយើងបាននិយាយអំពីមុនគាថាដើម្បីបន្សាបអក្សរណូនៅបាតជើងរបស់ស្ដេចរាមាទី10 ចា ថៃ ចា អញ្ចឹងយើងមាន2សាច់រឿងហើយ ចា តែខ្ញុំក៏នៅតែចាប់អារម្មណ៍បន្ថែមទៀតពីព្រោះខ្ញុំតាមអ្វីដែលអ៊ំរៀបរាប់មកអក្សរកនេះគឺយើងនឹងរៀបចំមុនពិធីមុន ចា នៅពេលដែលម៉ាក្រុងក៏យកឯកសារអីមក ចាចា ទៅគឺយើងនឹងធ្វើពិធីទាំងអស់ហ្នឹង ចា សួរថាតើពិធីទាំងអស់នេះដើម្បីធ្វើពិធីមុនអក្សរកហ្នឹងយើងត្រូវការអីគេខ្លះ ចា ដើម្បីធ្វើឲ្យពិធីហ្នឹងទៅវាស័ក្តិសិទ្ធិថៃ ចា តដៃមិនរួចត្មង ចា បាទ បើតាមខ្ញុំដែលលោកបញ្ជាក់លោកគ្រូដែលរត់ផ្លូវខាងក្នុងដែលជាគ្រូបរិញ្ញាបត្ររបស់ខ្ញុំគាត់បានបញ្ជាក់ពីវិធីរំលឹកគុណ បាទ ចាវិធីហ្នឹងគេថាវិធីរំលឹកគុណនៅក្នុងទីតាំងដែលធ្វើគឺប្រាសាទបាគង ប្រាសាទបាគងយើង ចាប្រាសាទហ្នឹងដែលមានត្រៃសូរអំពីសម្រិទ្ធដល់ត្រជាក់ដែលធ្លាក់ទៅនៅក្នុងបាតនៃគេថាស្រះ7ជាន់ អូហូ ចាហើយទី2ទីតាំងនេះដែលមានកម្ពូលជាភាជន៍មាសចាកម្ពូលប្រាសាទនេះជាភាជន៍មាសអូន បាទ ចាជាភាជន៍មាសហើយនៅក្នុងពិធីដែលធ្វើនោះអូនក្នុងពិធីដែលធ្វើនោះគឺការរៀបចំរបស់ឥសីទាំង10អង្គតែនៅក្នុងនោះមានឥសីទាំង10អង្គ បាទ ជាអ្នកធ្វើពិធីនេះចាប៉ិនឥសីនោះលុះត្រាតែមានពាក្យថាអូមបានធ្វើនៅពិធីនឹងបាន ពាក់ព័ន្ធមួយអូមឯណា ចា ទៀតបាទ ពាក់ព័ន្ធនៅអក្សរអូមនោះពាក់ព័ន្ធដែលពេលនៅក្នុងកោសមិត្តទឹកដោះដែលផ្ចាញ់នៅក្រុងអាសូរានោះ អូបាទ ចាលោកគិនប្រាប់ថាឥសីទាំង10នេះលុះត្រាតែមានពាក្យថាអូម បាទបាទ អូមមាក់ហ្នឹងគឺ អូមមាក់ ដើម្បីយាងពមៀតដាហើយដើម្បីបំពេញនៃធ្នូសិលរបស់ព្រះវិស្ណុ ចាចាហើយឥសីទាំង10នេះព្រះអង្គលោកមានគាថាដែលសូត្រយាងនៅវិញ្ញាណរបស់ព្រះម៉ែដែលជាអសកនិងវិញ្ញាណរបស់ព្រះវិស្ណុ បាទ ចា បាទ ទាល់តែចេះសូត្រវិញ្ញាណរបស់ពមៀតដាហើយនឹងវិញ្ញាណរបស់ព្រះវិស្ណុហើយវិញ្ញាណរបស់ពមៀតដានឹងឲ្យពោដល់មហានគរហើយឲ្យពោដល់ព្រះវិស្ណុ វ៉ាវ ចាគឺវិធីដែលធ្វើនោះគឺសម្រាប់ទៅលើឥសីទាំង10 បាទបាទ ចាដែលលោកយល់ពីកម្មវិធីដែលធ្វើចាចាដែលធ្វើប៉ុន្តែសំខាន់ទាំងពីរគឺឥសីនឹងដែលមានគាថាដល់ល្បីល្បាញដល់ពូកែដើម្បីយាងនៃបារមីរបស់ពមៀតដាហើយនឹងយាងនៅវិញ្ញាណរបស់ព្រះវិស្ណុដើម្បីទទួលពរអំពីពមៀតដាដើម្បីបំពេញនៃតួនាទីនោះដើម្បីថែរក្សានៅក្នុងមហានគរនេះ វ៉ាវ ចា ចឹងស្ដាប់មើលទៅមានរឿងរ៉ាវពាក់ព័ន្ធច្រើនណាអសកមួយហ្នឹង ចា គឺឥ ចា ឡូវមិញទៅដល់ ច្រើន អូមឯណាថែមទៀតកាន់តែជ្រៅទៅវិញ ច្រើន បាទ ចា បាទចុះឥសីទាំង10ដែលអ៊ំមានប្រសាសន៍នេះតើរាល់ថ្ងៃហ្នឹងគាត់នៅណាដែរហើយនរណាគេខ្លះឥសីទាំង10ហ្នឹងដែលអ៊ំទៅ អូន ទៅលើ តែឥសីទាំង10ហ្នឹងខ្ញុំមិនទាន់បានបញ្ជាក់ឈ្មោះ
ច្បាស់ទទួលពីលោកគ្រូផ្លូវក្នុងមកទេចាព្រោះការយើងឃើញដោយសពិសពិល នៅស្រុក ចាយើងឃើញដែលយើងឃើញនៅក្នុងទូនៅក្នុងដែលលោកបង្ហាញនោះតែយើងអត់ទាន់ចាប់អារម្មណ៍បាន បាទ ចាព្រោះយើងទទួលនៅអ្វីផ្សេងទៀតអ្វីដែលមេរៀនច្រើនពេកអារម្មណ៍របស់យើងវាបែងចែកមកក្នុងសង្គមគ្រួសារផងវាបែងចែកទៅក្នុងការសិក្សាផងដល់ហើយយើងអត់ទាន់ចាប់នៅអាគមរបស់នៅរបស់អិសីទាំង10ទេតែខ្ញុំក៏តែចាំបានខ្លះតែទី1គឺអិសីអគីណេតក្រុងឆេះចាអិសីក្រុងឆេះអិសីអគីណេតក្រុងឆេះក្រុងសម្រិទ្ធកលេចឆេះអិសីសិតអិសីសអិសីគង់អិសីព្រំតែពីរទៀតខ្ញុំអត់ទាន់គ្រប់10ព្រោះអត់ទាន់ចាប់អស់តែខ្ញុំនឹងទៅបញ្ជាក់ទៀតចាខ្ញុំទៅបញ្ជាក់ទៀតអិសីទាំង10តែអិសីគឺមកបសោតខ្ញុំប្រហែលជា3 4 5នាក់ហើយ វ៉ាវ ប៉ុន្តែគ្រាន់តែលោកគ្រូខ្ញុំលោកគ្រូបរិញ្ញាខ្ញុំលោកថាមិនចោះជាអវត្តមានជាអិសីបានចាអ្នកដែលមកណាចាព្រោះគាត់ថាអិសីលុះត្រាតែមានអូមហើយនឹងទទួលសច្ចខន្តីរបស់អិសីដោយសច្ចយុត្តិធម៌ខន្តីទៅថាអិសីបានចា អ៊ំអាចជួយសម្រាយបន្ថែមបន្តិចទៀតថាអីសេតលតែមានអូមនឹងអូមយ៉ាងម៉េចអីយ៉ាងម៉េចព្រោះប្រហែលជាពុកម៉ែបងប្អូនខ្លះគាត់យល់តែពុកម៉ែបងប្អូនខ្លះគាត់អាចនឹងមិនយល់ទេថាមានអូមនឹងអីគីសំដៅទៅលើអូមយ៉ាងម៉េចអីយ៉ាងម៉េចអូន ខ្ញុំគាត់តែគេប្រាប់ថាអីសីលោកប្រាប់ថាលោកត្រាតែមានគាថាជាអូមមគ្គជាគាថារបស់ព្រះវិស្ណុនិងរបស់ព្រះសិវៈបាទចាជាគាថារបស់លោកបាទចាព្រះវិស្ណុព្រះសិវៈព្រះនរាយណ៍ជាគាថារបស់លោកដែលលោកផ្ចាញ់នៅសត្រូវចាគឺលោកគ្រាន់តែប្រាប់អញ្ចឹងមិនមានថាអូមហើយមានគាថាទៅទៀតចាមានគាថាទៅទៀតទេប៉ុន្តែលោកគ្រាន់តែប្រាប់ថាអូមមគ្គជាគាថារបស់ព្រះវិស្ណុព្រះសិវៈនិងព្រះនរាយណ៍វ៉ាចឹងមានព្រះច្រើនអង្គណាស់ត្រូវមកចូលរួមនៅក្នុងពិធីអសកនឹងមួយចាចឹងស្ដាប់មើលទៅគ្រាន់តែអសកខ្មែរនេះមួយនោះពាក់ព័ន្ធជាមួយនឹងព្រះច្រើនអង្គទាំងព្រះសិវៈទាំងព្រះវិស្ណុចូលមកចាហើយមានទាំងអិសី10នាក់ទៀត10នាក់ហ្នឹងតើតែមានអូមនឹងមកថែមទៀតព្រោះលោកគោរពនៅពមៀតដារបស់លោកដែលជាអ្នកថែរក្សានៃចម្ពោះទ្វីបនេះចាប៉ុន្តែបើសិនជាយើងជាប្រជាជនខ្មែរហើយណាក៏យើងត្រូវតែមានចំណែកនៅក្នុងការចូលរួមដែរមែនទេអ៊ំចាអញ្ចឹងប្រជាជនខ្មែរគួរតែចូលរួមនៅក្នុងរូបភាពណាខ្លះដើម្បីឲ្យពិធីឬក៏មុនអាគមអសកយើងនេះកាន់តែមានឫទ្ធិបារមីដើម្បីបំផ្លាញសត្រូវដែលកំពុងតែចង់ឈ្លានពានប្រទេសយើងចាទី1គឺជំនឿចាជំនឿពីបុរាណជំនឿដូនតាជំនឿអ្វីដែលយើងចងចាំតែយើងបានពិចារណាថាជាគុណបំណាច់គឺយើងមានជំនឿថាយើងជឿទៅលើឪពុកម្ដាយឬទៅលើពមាតារបស់ឪពុកម្ដាយរបស់យើងដែលជាគុណដ៏ធំធេងចាគឺយើងមានជំនឿដែលយើងអាចចូលរួមនៅគោរពឪពុកម្ដាយរបស់យើងគឺជាគុណដ៏មួយដ៏ធំធេងចាដែលសម្រាប់ធ្វើឲ្យទទួលជោគជ័យនិងជ័យជំនះនៅលើសត្រូវទាំងឡាយយើងតែងតែសុំទៅណាក៏ដោយដូចជាវិរៈកងទ័ពក៏ដោយតែងតែធ្វើដំណើរទៅសមរភូមិតែងសុំពោអំពីពមាតាឲ្យពមាតាលោកឲ្យពោពីឪពុកម្ដាយឲ្យពោជ័យឲ្យកូនបានចាក់ផិតនិងទទួលជោគជ័យនិងជ័យជំនះតែងតែសុំពោអំពីពមាតាបាទពមាតាបេតាឬគ្រូឧបជាចាគឺតែងតែមានហេតុដូច្នោះសូមឲ្យបងប្អូនទាំងអស់គឺជំនឿទៅលើអសកលនេះគឺមានន័យជំនឿទៅលើឪពុកម្ដាយរបស់យើងដែលជាគុណដ៏ធំធេងដែលយើងរួមចំណែកទាំងអស់គ្នាដើម្បីធ្វើនៅអំពើល្អអូចាអញ្ចឹងងាយស្រួលហ្នឹងយើងមានឪពុកមានម្ដាយយើងយើងជឿជាក់លើគាត់យើងធ្វើល្អដាក់គាត់ទៅគឺមានន័យថាយើងចម្រើនមុនអសកលឲ្យខ្លាំងអញ្ចឹងអត់មានអីទៅឆ្ងាយផងហ្នឹងតាមទៅអូនចានៅក្នុងផ្ទះហ្នឹងចាអូបាទពុកម៉ែយើងមិនបាច់ទៅធ្វើអសកលនេះខ្ញុំគឺតែធ្វើអសកលបង្ហាញដល់
បងប្អូនផងទាំងឡាយតែមានអត្តន័យថាស្មើនឹងគុណពមៀតដារបស់យើងបាទគុណពមៀតដារបស់យើងអូហូពុកម៉ែបងប្អូនចង់និយាយថាស្ដាប់ហើយវាពិតជាស៊ីជម្រៅហើយពុកម៉ែបងប្អូនខ្ញុំសូមសង្ខេបបន្តិចព្រោះអ៊ំស្រីក៏បានបញ្ជាក់ខាងដើមហើយថាមិនមែនទៅការធ្វើពិធីមុនទាំងអស់នេះមិញហ្នឹងមិនមែនយកទៅអីច្បាំងមួយក៏ភ្លើងមួយទេព្រោះថាដោយសារតែគេខាងនោះគឺគេធ្វើរឿងផ្លូវក្នុងផ្លូវអីដែរមែនទេចាអញ្ចឹងយើងត្រូវធ្វើមុនអក្សរកនេះដើម្បីរៀបរៀងបាទទប់គេវិញដែរចាទប់ឬលោកប្រាប់ថាឲ្យប្រើពាក្យថាទប់ឬទាស់កុំឲ្យសត្រូវវាចូលមកយាយីបាទអូអស្ចារ្យណាស់ពុកម៉ែបងប្អូនមែនតើទៅខ្មែររបស់យើងអក្សរខ្មែររបស់យើងស្ដាប់អ៊ំនិយាយមិញមានទាំងកមានទាំងយោមានទាំងលោមានទាំងអ៊ំមាក់អីមកទៀតចាសិតតែវិតមុនចាអស់នៅទីហ្នឹងតែម្ដងបាទអញ្ចឹងតាក់ទងជាមួយនឹងមុនអក្សរកនេះបើតាមការដឹងឬក៏បំភ្លឺបងអ៊ំប្រហែលជារយៈពេលយូរទៀតទេដែលយើងនឹងត្រូវរៀបចំធ្វើពិធីហ្នឹងឬមួយក៏នឹងឆាប់នឹងនៅក្នុងឆ្នាំនេះដែរចាខ្ញុំមិននៅរងចាំតែលោកម៉ាក្រុងនៅចាំតែលោកម៉ាក្រុងទេណាដើម្បីយកស្គរជ័យចូលកម្ពុជានិងយុទ្ធធឿមកលើកម្ពុជាខ្ញុំនៅចាំតែលោកម៉ាក្រុងបើសិនជាលោកម៉ាក្រុងថាស្អែកលោកអញ្ជើញយកតម្រានៃប្រវត្តិសាស្ត្រស្រុកខ្មែរមកលោកយកមកឲ្យខ្ញុំនឹងរៀបធ្វើពិធីសកលនេះអ៊ំនឹងរៀបធ្វើម្នាក់ឯងតែការចូលរួមរវាងគ្នាដូចគ្នាខ្ញុំនឹងប្រកាសណាបងប្អូនទាំងអស់គ្នាដែលកំពុងតែសួរមកខ្ញុំទៅតាមទូរស័ព្ទថាសកលនេះធ្វើដល់ណាចង់ចូលជាបច្ច័យក្រៃខ្ញុំមិនបានទៅតែរឿងនោះខ្ញុំការពារចំណុចមួយថាអ្វីដែលខ្ញុំមិនទាន់មានដំណើរការខ្ញុំមិនអាចទទួលបច្ច័យគេបានទេចាលុះត្រាតែខ្ញុំមានដំណើរការទៅខ្ញុំធ្វើនៅវិធីនេះបាទទៅហ៊ានទទួលបច្ច័យគេដែរហ្នឹងហើយយើងបង្ការដែរព្រោះពេលខ្លះទៅខ្លាចគេចោទចាអូនឆោបោកអីផ្សេងទៅបាទមិនយើងចេះចង់តែបានបច្ច័យទេអត់ទេអូនអត់ទេហ្នឹងហើយអ៊ំពិតជាចាប់អារម្មណ៍ខ្លាំងមែនតើហើយអរគុណណាដែលបានចែករំលែកទាំងហើយសង្ឃឹមក៏ដូចជាវេហាដើម្បីឲ្យបានរៀនសូត្រដែរពីចំណុចទាំងអស់នេះពិតជាអរគុណខ្លាំងមែនតើយើងបន្តទៅមុខមកចំណុចទៀតតាក់ទងជាមួយនឹងអសរណូម្ដងឥឡូវមិញយើងជ្រុំកន្លែងអសរកហើយហើយយើងទៅដល់អសរណូដែលនៅបាតជើងរបស់ស្ដេចរាមាទី10ហ្នឹងទេខ្ញុំឆ្ងល់តែហេតុអីបានទៅជាអសរណូហ្នឹងគឺជាមុនចង្រៃហើយទៅស្ថិតនៅលើបាតជើងរបស់ស្ដេចហ្នឹងទៅវិញគេថាបើសិនជាណូនោះបើគេនិយាយពាក្យសាមញ្ញគេថាណូខ្វាក់ចាណូខ្វាក់ណូល្ងិតណូល្ងងចាណូនោះណាអូនបាទណូខ្វាក់នោះគេហៅថាណូខ្វាក់នោះគឺណូល្ងិតណូល្ងងចាគេមិនសូវយកទៅប្រើការអ្វីដែលធ្វើឲ្យមានប្រយោជន៍ចាអូនអត់មានទេណូវាមាន3អូនណូមួយដែលយើងទៅសេក្នុងមុតដំបងហ្នឹងដែលយើងទៅសេណូនោះណាអូនចាណូនោះគេតែងប្រើនៅក្នុងគេហៅណូវត្តនោះអូនចាណូនោះណាតែណូនោះវានៅក្នុងផ្ចិតផែនដីអូនចានៅក្នុងរង្វង់ផ្ចិតផែនដីបាទណូនោះណាអូនណាចាណូនោះគឺនៅក្នុងផ្ចិតផែនដីគេថាបើនិយាយគេថាណូនោះគឺនាមជាអ្នកមានគុណវ៉ាវចាអត់ដូចអសរណូដែលនៅនឹងបាត់ជើងនោះទេចាគឺណូនោះវានៅក្នុងរង្វង់ផ្ចិតនៃផែនដីបាទអូនរង្វង់ផ្ចិតផែនដីនៅលើរង្វង់នោះមានគេដាក់ភ្នំព្រះសូមេរុចាខាងក្រោមគេដាក់ថាយោនីណាអូនណាហើយគេដាក់ទិសទាំង4ទៀតណាអូនគេដាក់ទិសធំទាំង4សម្រាប់មនុស្សផងទាំងឡាយមានការឧទ្ទិសទៅលើអសរណូនោះបាទចាអសរណូនោះគេថានាមរបស់អ្នកមានគុណបាទចាតែបើណូមួយទៀតនៅនឹងបាតជើងហ្នឹងណាអូនសំបីតែតួសក់ក៏អត់មានគឺមានតែជើងបន្តិចហើយកំនុះខុសពីអសរណូដែលយើងនិយាយមុនហ្នឹងបាទចាណូហ្នឹងវាវត្តជើងទៅលើវាវត្តបញ្ឈរទៅលើអូនចាគឺណូហ្នឹងមួយគេគ្រាន់តែបញ្ជាក់ថាអ្វីដែលយើងចង់និយាយថាស្ដេចសៀមនឹងមានប្រផ្នូលអាក្រក់ទៅប្រទេសណាមួយហេតុអភូតហេតុវាកើតឡើងពីប្រទេសនោះដែលធ្វើឲ្យប្រទេសនោះវាមានអភូតហេតុកើតឡើងដែលគេមិនដែលមានវាទៅជាមានណាអូនតែយើងក៏មានការឆ្លងដែរបើសិនជាអ្នកផ្លូវក្នុងលោកអត់ប្រាប់ខ្ញុំក៏អត់ដឹងដែរអាយ៉ូចាតែនៅពេលនោះយើងចង់ដឹងថា
តើអភូតហេតុដែលថាស្ដេចរាមាទី10នឹងដែលគេថាចម្រៃទៅចម្រៃនៅត្រង់ណានៅលើសរីរាង្គកាយរបស់គាត់នោះនៅលើតាណាបានគេប្រាប់ថានៅលើបាត់ជើងនេះ ហ្នឹងណា ចាប៉ុន្តែខ្ញុំមាននឹងមួយខ្ញុំមិនទាន់បានបញ្ជាក់ពីអត្ថន័យនឹងឲ្យអស់ បាទ ដោយអសរកគ្រាន់តែដឹងហើយខ្ញុំអត់សូវចាប់អារម្មណ៍ បាទ ខ្ញុំមិនសូវចាប់អារម្មណ៍ព្រោះថាអ្វីដែលចម្រៃដូចជាអត់សូវចាប់អារម្មណ៍ប៉ុន្តែយើងត្រូវតែយល់ដឹង ត្រូវតែ យល់ដឹងថាស្ដេចរាមាចម្រៃនៅនឹងបាត់ជើងគឺអសរដោដែលចេញជាអ្នកនឹងនៅក្នុងគ្រិស្តសករាជ556 បាទ ចានៅ556គឺអសរណូនោះគឺជាណូនោះដែលថាពាក្យចង្រៃអូនប៉ុន្តែខ្ញុំនឹងរកចម្រៃចង្រៃនេះឲ្យឃើញទៀតតែខ្ញុំគ្រាន់តែឃើញថាអសរណូនោះទេអូនតែមិនទាន់មានស្វែងរកដោយអសរកនៅឡើយ បាទ ចាគឺខ្ញុំគិតបញ្ជាក់ថាយើងចង់និយាយថាស្ដេចរាមាចង្រៃប្រភ្នូលរបស់ស្ដេចរាមាទៅប្រទេសណាតើស្ដេចរាមានឹងចង្រៃនៅត្រង់ណាចាតែគ្រាន់តែគេបញ្ជាក់ថាគាត់មានប្រភ្នូលអាក្រក់នៅនឹងបាត់ជើងគាត់ដែលមានអក្សរណូចាណូនោះខុសពីណូនៃណូរបស់ណូវត្តយើងណាហើយនឹងណូយើងសប្ងៃចាណូយើងសប្ងៃគឺតម្រូវការរបស់នៃសង្គមខ្មែរយើងត្រូវការណូសប្ថ្ងៃណាអូនបើណូមុនគឺត្រូវការក្នុងផ្នែកពុទ្ធសាសនាបាទ ចាបើណូកណ្ដាលនេះខ្ញុំនឹងបញ្ជាក់លោកនៅពេលក្រោយទៀតចាថាណូនឹងវាមានអត្តន័យយ៉ាងម៉េចទៀត ចាយើងមានចាំមើលថាលោកនឹងបង្ហាញថាម៉េចទៀតចឹងណា ចាអូនចឹងចូលរួមអបអរសាទរដែលបានដែលណូចង្រៃបាននៅលើខ្លួនបាទថៃចូលរួមអបអរសាទរប្រទេសទាំងផងអ៊ំបើសិនជាយើងក៏លេចទៅមើលតាក់ទងជាមួយនឹងភាពចង្រៃរបស់ស្ដេចហ្នឹងខ្ញុំមិនដឹងថាអ៊ំបានតាមដានព័ត៌មានឬក៏អត់ទេម្ដងនោះស្ដេចថៃដូចទៅណាបារាំងអីវាហៅទៅបារាំង អូនទៅចិន ទៅចិនណាហ្នឹងហើយទៅចិនទៅចិនគាត់ទៅជន់ដីចិនពឹបអាដេញនៃអាគារបុរាណគេនោះអាលុំភីងអូនឆេះមែនអាលុំឆេះឈុលបដ ாய் វ៉ាតែជាចង្រៃមែនមិនបាច់មកខ្មែរទេណាវ៉ាណាឯងអូនមិនបាច់មកខ្មែរទេនៅទៅនោះទៅណាណាឯងអូយគួរដល់ពេលអ៊ំនិយាយចឹងទៅគឺថាមានការភ្ញាក់បាត់ដែរខ្ញុំសុំបន្តទៅអីសីបន្តទៀតព្រោះខាងដើមមិញហ្នឹងអ៊ំក៏បានមានប្រសាសន៍តាក់ទងជាមួយនឹងអីសីទាំង10ហើយអ៊ំក៏បានមានប្រសាសន៍ដែរថាអីសីនោះក៏បានមកសាកល្បងជាមួយនឹងអ៊ំអីសីសាកល្បងមិនខ្លះអ៊ំតែអីសីសាកល្បងនោះវាអត់ធ្វើសក្តីគេហៅកណ្ដាលទេអូនចាមិនធ្វើជាសក្តីខន្តីឬសច្ចៈអ្វីនិយាយក្នុងការចំណេះរបស់អីសីអ្វីគេថាអីសីប្រុសស័ព្ទតែយកពាក្យមកហាក់ដូចជាមានការចំណែនឬនៅដង្វើណាមួយដែលអ្នកផ្លូវក្នុងមិនចាត់ទុកថាជាអីសីបានអញ្ចឹងណាអូនណាវាអត់យកជាកណ្ដាលគិតថាយើងបើបានជួបគ្នាសួរថាអ្វីអសរកយើងធ្វើម៉េចយើងរួមម៉េចយើងធ្វើម៉េចអសរដែលគាថារបស់បាក់សីចាំក្រុងនោះយ៉ាងម៉េចគួរលោកដឹងឬយ៉ាងម៉េចយើងត្រូវពិភាក្សាគ្នាបាទតែគេមានទស្សនៈមួយគេនិយាយយកថាអ្នកមួយអីសីនោះខ្ពស់ជាងអ្នកអីសីនោះគេថាអូអីសីមួយនោះគេថាកម្ពីនោះមួយដូចថាកម្ពស់មួយមកគៀកធំណាតែខ្ញុំសួរថាចុះគេថាដែលមកគៀកធំនោះតើគេថាអីខ្លះដែរខ្ញុំចង់ខៃលោមានអេគេថាដែលសម្រាប់ចូលរួមនៅក្នុងការដែលយើងឃើញនៅក្នុងអ្វីមួយចេះប៉ុន្តែគេអត់ប្រាប់ចាតែគេអត់ប្រាប់ទេប៉ុន្តែគេនិយាយទស្សនៈមួយទៅលើអ្វីមួយនៅលើលោកនេះគេទស្សនៈមួយទៅលើការដឹកនាំចាគេអត់បាននិយាយពីរឿងអ្វីដូចជាកណ្ដាលចាគេនិយាយទៅចុះវិញចាបានដល់ពេលចូលសាលាលោកគ្រាន់តែប្រាប់ថាមិនអាចទទួលជាអីសីបានចាលោកប្រាប់ថាមិនអាចទទួលជាអីសីបានទេចាព្រោះអីសីអត់មានអូមៈអត់មានអូមៈចាជាអីសីគឺអូមៈហ្នឹងគេប្រើក្នុង
ព្រហ្មញ្ញសាសនាឬក៏ប្រើក្នុងពុទ្ធសាសនាចាគេប្រើបានទាំងពីរលោកគ្រាបានថាចឹងណាប៉ុន្តែក្នុងអត្តន័យទៅទៀតលោកអត់បានប្រាប់ទេចាអត់បានប្រាប់ខ្ញុំថាគេសូត្របៀបមិនឬមួយខ្ញុំអត់ត្រូវទទួលគេថានោះព្រោះខ្ញុំជាមនុស្សស្រីប៉ុន្តែអ៊ំមានដឹងដែរទេថាលក្ខខណ្ឌអីគេខ្លះដើម្បីទទួលអ៊ំម្នាក់ហ្នឹងខាងសាលាមានបានប្រាប់អ៊ំទេលោកអត់បានថាទទួលលក្ខខណ្ឌទេលោកគ្រាន់តែប្រាប់ថាអ៊ំវានឹងជាគេថារបស់ព្រះវិស្ណុនិងព្រះសិវៈចាដែលលោកនិយាយពីរឿងកូនសមុទ្រទឹកដោះបាទចាដែលព្រះវិស្ណុទៅប្រចាញ់ក្រុងអសុរាបាទចាគឺលោកគ្រាន់តែនិយាយតែប៉ុណ្ណឹងចាអញ្ចឹងរួមលំអិតអីយ៉ាងម៉េចយ៉ាងម៉ាទៀតចឹងនៅមានភាពបន្តទៀតហើយចឹងចាអូចាចឹងមានតែចាំមើលថាសាលានឹងប្រាប់អីអ៊ំខ្លះចាំប្រាប់បន្តផងដើម្បីចាំពុកម៉ែបងប្អូនឯងអូនបាទព្រោះអ្វីដែលលោកគ្រូចង់ប្រាប់ដូចមីងចង់ដឹងអញ្ចឹងទៅខ្ញុំដូចថាចង់និយាយឲ្យគេដឹងដើម្បីចែកជូនក្នុងការចម្ងល់អីគេខ្លះណាតែសិនតែអ្វីជារឿងពិតក៏សូមឲ្យលោកអ្នកគាត់ទទួលចាហើយបើសិនជាគាត់បានចេះផងសូមឲ្យផ្ដល់នៅអ្វីមកដល់ខ្ញុំផងអញ្ចឹងដើម្បីជាចំណេះដឹងទាំងអស់គ្នាចាណ៎ឯងចាហ្នឹងហើយចុះមានអីទៀតដែលខាងសាលាបានមកប្រាប់អ៊ំដែរទេថ្មីហ្នឹងបាទមានអ្វីថែមទៀតទេលោកបានបញ្ជាក់តាំងប៉ុណ្ណឹងដូចជាលោកអត់មានបានប្រាប់អីខ្ញុំទៀតឲ្យលោកឲ្យបញ្ជាក់ទៅអសកដែលមានជាសំណួរចាលោកឲ្យបញ្ជាក់មកប៉ុណ្ណឹងចាសកប៉ុណ្ណឹងដើម្បីជាសំណួរដើម្បីជាចម្លើយឲ្យលោកយល់ឲ្យពួកបរិស័ទទាំងអស់គ្នាបានយល់អំពីសកដែលជាគុណដ៏ធំធេងចាចឹងពុកម៉ែបងប្អូនបើសិនជាមានអីជាសំណួរជាចម្ងល់អីអាចចូល comment នៅខាងក្រោមបានដើម្បីខ្ញុំអាចមានឱកាសថតនៅពេលក្រោយខ្ញុំនឹងស្រង់ជាសំណួរហើយយកមកសួរអ៊ំតាមនេះផងដែរអញ្ចឹងណាបាទមួយទៀតអ៊ំនៅភូមិនៅក្នុងភូមិបាគងយើងនេះខ្ញុំថាខ្ញុំចេះតែភ្លេចសួរតាំងពីវីដេអូទី1និងទី2គេទទួលស្គាល់ថាអ៊ំចេះទុះចេះទាយដែរមែនទេបច្ចុប្បន្នហ្នឹងណាចាតាក់ទងជាមួយនឹងការទុះទាយហ្នឹងអ៊ំទុះទាយទៅលើអីគេខ្លះអូននៅក្នុងការទុះទាយហ្នឹងក្នុងការសិក្សានៅក្នុងសាលាហ្នឹងលោកមិនអាចកំណត់ថាខ្ញុំទុះទាយទៅជាបរិហេតុនៃសម្រាប់ព្រះរាជវាំងអុយអត់មានទេគ្រាន់តែលោកបំពេញទុកដូចជាសេដ្ឋកិច្ចមួយដែលសម្រាប់ខ្ញុំបំពេញក្នុងឆ្នាំងបាយរបស់ខ្ញុំតែប៉ុណ្ណោះបាទចាជាឆ្នាំងបាយរបស់ខ្ញុំដែលលោកឲ្យខ្ញុំពីលេខ1ដល់លេខ36ចាជាលេខរបស់ព្រះជ័យវរ្ម័នទី7ចាជាលេខនោះមិនវិញទេចាជាលេខដែលជាតំណាងដែលក្នុងព្រះជ័យវរ្ម័នទី7ដែលមានលេខ1ចាលេខ1គេគូរង្វងចោលណាចាលេខ2ជាតំណាងមនុស្សស្រីលេខ3ជាតំណាងឲ្យមនុស្សប្រុសលេខ4ពេលដែលមនុស្សប្រុសស្រីកំពុងតែមានសេចក្តីទុក្ខនៅក្នុងចិត្តលេខ5ចាត់ទុកថាជាមនុស្សប្រុសវ័យចំណាស់លេខ6គឺថាទឹកឬច្បាប់ឬក៏ជាទ្រព្យទៅតាមសំណួរគេសួរលេខ7អ្វីដែលជាទ្រព្យក៏ត្រូវតែមានបង្ខាតឬមនុស្សដែលត្រូវមានគ្រោះនាមត្រូវបង្ខាតទ្រព្យលេខ8គឺមានលេខ8គឺដែលមានស្បាយនៅក្នុងចិត្តលេខ9ជាឋានៈជាអ្នកធ្វើការលេខ10គឺជាស្ដេចលេខ11បើមានទុកនឹងមានគេជួយលេខ12អ្នកនឹងធ្លាក់ដល់ក្នុងទេសកលលេខ13នឹងមានសម្បត្តិធនធានជាសេដ្ឋីលេខ14អ្នកនឹងមានគ្រោះដល់ជីវិតលេខ15អ្នកមានដំណើរពីទី1ទៅទី1លេខ16អ្នកមានដំណើរពីប្រទេសមួយទៅប្រទេសមួយលេខ17គោលបំណងអ្វីអ្នកដែលធ្វើមិនបានដូចបំណងលេខ18អ្នកនឹងមានទុកដូចភ្លើងឆេះផ្ទះលេខ19អ្នកនឹងមានទ្រព្យតម្កល់លេខ20មនុស្សស្រីវ័យចំណាស់លេខ22ប្រៀបដូចម្ដាយនឹងកូនស្រី21សិន21អូន21គឺអ្វីទាំងអស់ដែលយើងធ្វើអ្វីទាំងអស់យើងធ្វើគឺអ្វីដែលយើងធ្វើទៅមានអំណោយទានដែលមិនអាចរងទុក្ខបាទលេខ22គឺមនុស្សស្រីនិងមនុស្សស្រីលេខ23គឺប្រពន្ធនិងប្តីលេខ24មនុស្សស្រីដែលកាន់ទុក្ខរឿងអ្វីមួយលេខ25ជាម្ដាយរបស់យើងដែលជាមនុស្សស្រីវ័យចាស់លេខ26មនុស្សស្រីដែលទទួលលាភជ័យលេខ27
មនុស្សស្រីមានទ្រព្យត្រូវបាត់បង់ក្នុងប្រការណាមួយបើសិនជាយើងចង់រកស៊ីអ្វីមួយបើជួបនៅលេខ27តំណែងការលក់ដូររបស់យើងអត់បានដូចបំណង បាទ លេខ28មនុស្សស្រីដែលមានមិនសប្បាយក្នុងចិត្តលេខ29មនុស្សស្រីដែលមានទ្រព្យតម្កល់នៅទឹកដៃ បាទ លេខ30មនុស្សប្រុសវ័យចំណាស់លេខ31ជាសម្បត្តិសេដ្ឋីលេខ32គឺប្តីនិងប្រពន្ធលេខ33គឺមិត្តប្រុសនិងមិត្តប្រុសលេខ34មនុស្សប្រុសដែលត្រូវមានគ្រោះថ្នាក់លេខ35មនុស្សប្រុសដែលមានជាវ័យចំណាស់លេខ36គឺផុតលេខដែលខ្ញុំត្រូវមើលគឺជាលៀបជ័យដែលធំបំផុតគឺលេខតំណាងឲ្យព្រះ អូ ចា៎ នឹងគឺលោកឲ្យខ្ញុំដែល36លេខនេះខ្ញុំគ្រាន់តែបំពេញនៅឆ្នាំងបាយនិងអ្វីមួយដែលជីវិតរបស់ខ្ញុំឈឺជាដូចថានៅក្នុងនោះគឺគេផ្ដល់ជាអំណោយទានតាមចិត្តសទ្ធារបស់គេ បាទ ចាគឺខ្ញុំមិនបានលុបលួនអ្វីដាក់តំណាងឲ្យគេទេគឺខ្ញុំទៅតាមសទ្ធារបស់គេប៉ុន្តែក្នុងការទូទាញខ្ញុំសុំទោសគេ បាទ ហើយអ្នកដែលបបើខ្ញុំកុំឲ្យជឿអ្វីឲ្យខ្លាំងពេក បាទ គឺជឿដោយការពិចារណា បាទ ចាកុំជឿដោយសេចក្តីលោភលន់ខ្ញុំថាអញ្ចឹងណា បាទ ចា បាទ ប៉ុន្តែអ្វីដែលខុសត្រូវប្រាប់ខ្ញុំ បាទ ថាមីងឆ្លើយនោះខុសទេកុំបណ្ដោយទៅតាមគ្រូពេក បាទ ចា បាទ ខ្ញុំអត់ចង់ឲ្យគេថាគ្រូផងចង់ថាអ្នកទាយចា អ្នកទាយ ប៉ុន្តែនេះតតែខ្ញុំមានចំណុចមួយខ្លះដោយបងប្អូនភូមិផងលបងជាមួយតែមកពឹងពាក្យបំនេះអាស្រ័យជាបណ្ដោះអាសន្ន បាទ មុនពេលទៅពេទ្យឬក៏ពេលទៅពេទ្យហើយ បាទបាទបាទ ចាជាការរួមចំណែកចានោះឯងអូន អូ ចា ហូ ចា អញ្ចឹងបច្ចុប្បន្នហ្នឹងគឺថាមានសត្វលោកឬក៏គេហៅថាពុកម៉ែបងប្អូន ចា មកអ៊ំមករកអ៊ំដើម្បីជួយទស្សទាយ ចា ជោគជតារាសីអីផ្សេងៗអ ចា ញ្ចឹងទៅ ចា តាក់ទងជាមួយនឹងការទស្សទាយហ្នឹងខ្ញុំជឿថាពុកម៉ែបងប្អូនខ្លះបើសិនជាបានទស្សនាវីដេអូនេះនឹងសួរថាទស្សទាយតាមទូរស័ព្ទកើតអត់ ចាអូនខ្ញុំអត់សូវប្រើតាមទូរស័ព្ទអូន បាទ ចាព្រោះខ្ញុំចូលចិត្តមនុស្សដែលមក មក មនុស្សដែលមកជូនណាលេខខ្ញុំអត់ឆ្លើយ បាទបាទ ប៉ុន្តែសំឡេងក្រៅគេនឹងឆ្លើយប្រាប់ អូ ប្រាប់ពីលេខចាចឹងណាគេនឹងឆ្លើយប្រាប់ពីលេខដែលខ្ញុំទាញទេជូនណាលេខអត់ឆ្លើយប្រាប់ បាទ ប៉ុន្តែសំឡេងផ្សេងគឺនឹងឆ្លើយប្រាប់ខ្ញុំ អូហូ ចាថាអ្នកនោះនឹងចេះអ្នកនោះនឹងចោះចាខាងក្រៅចាវាមានសម្លេងហេតុដូចនោះបានជាខ្ញុំចង់ថាខ្ញុំចូលចិត្តចង់ឲ្យគាត់អញ្ជើញមក បាទ ចាដើម្បីអ្វីមួយជូនណាដែលគាត់មកចេះគេអាចបង្ហាញពីតួខ្លួនរបស់គាត់ថាគាត់មានអីខ្លះគាត់គោរពអីគាត់គោរពនោះតើវាខ្វះអីនៅក្នុងអសនៈរបស់គាត់គេប្រាប់ បាទ បើគេប្រាប់ខ្ញុំឆ្លើយបើគេមិនប្រាប់ខ្ញុំអត់ឆ្លើយទេ បាទបាទ ចាវាមានហេតុអញ្ចឹងចា អូ ចា អញ្ចឹងមានន័យថាល្អបំផុតគឺមកជួបគ្នាផ្ទាល់ហ្មង ចាអាចសួរដឹង សួរដឹង ខ្លះ10សំណួរអូនគ្រូឡើងឆ្ងល់ បាទ ចា ទៅតាមទូរស័ព្ទតាមអីហ្នឹងគឺនិយាយអស់សេចក្តីទេ ចាអត់អស់សេចក្តី អត់អស់សេច ទេ ក្តី អូ ទេ នចា ហ្នឹងហើយបើថាមកចង់រកផ្ទះអុបស្រួល ដល់ឯង បាទ អូន ទល់មុខប្រាសាទបាគងទៅមក ចា ថាស៊ី ចា មួយជាប់ ចា ប្រាសាទអីទៅពងធិន ចានេះប្រាសាទព្រះវិស្ណុ បាទជាប់ ប្រាសាទព្រះវិស្ណុប្រាសាទសេវៈចា បាទ ចា អញ្ចឹងគឺស្រួលណាស់ពុកម៉ែបងប្អូន ចា ហើយក៏មិនបាច់ទៅសួររកលេខដែរព្រោះថាល្អបំផុតគឺមកផ្ទាល់ ចា បាទ ព្រោះខ្ញុំអត់បានដាក់លេខតាមទូរស័ព្ទថា ទេ ជាទាយ បាទ អីបើខ្ញុំនិយាយខ្លួនឯងថាខ្ញុំជាអ្នកថាវិញដូចជាល្អជាងទាយ បាទបាទ អញ្ចឹង បាទ ណាចាខ្ញុំជាអ្នកថាដែលបងប្អូនចង់ដឹង ចា ពុកម៉ែបងប្អូនខ្លះគាត់ក៏ឆ្ងល់ហើយព្រោះអ្នកខ្លះទៅគាត់សួរមានតែកំណត់ចូលមិនអត់ ចា វាមកអញ្ចឹងណា ចាអត់ទេ អត់ទេ ចា បាទអញ្ចឹង ចា តាមសទ្ធាទៅប៉ុន្តែពីសង្ឃឹមទៅ សទ្ធាបងប្អូន បាទ ចា ពីសង្ឃឹម ហ្នឹង ឲ្យ ចា ឲ្យតំណាងឲ្យវេហាដែរពីអ្នកខ្ញុំទៅគាត់ថាមកតាមទឹកចិត្តតិចទៅណា គួរសមតិចទៅ គួរសមតិចទៅ ចា បាទ ណែឯង អូក៏3000 1000អី ចាចាណែឯង តិចពេកហើយបាទ ចា អរគុណណាស់អរគុណ ចា ជាចុងក្រោយអ៊ំមានអីចង់ផ្ដាំផ្ញើទៅឲ្យពុកម៉ែបងប្អូនដែលបានកំពុងទស្សនាវីដេអូយើងនេះទេ ចា បាទ អរគុណតំណែងខ្ញុំជីវៈចុងក្រោយហើយជីវៈទី3របស់ខ្ញុំ បាទ ខ្ញុំបានសន្ទនាជាមួយក្មួយហើយក៏ខ្ញុំបានបញ្ជាក់ទៅបងប្អូនទាំងអស់គ្នាថាបើសិនជាបងប្អូនជឿក៏សូមបងប្អូនមើលនៅក្នុង Facebook
សង្ឃឹមឬហនុមានចោះ បាទ ចាហើយបើសិនជា វិហារមួយ បង ទៀតបាទ វិហារនោះតែបើបងប្អូនមិនជឿក៏បងប្អូនអូសរំលងចោះ បាទ ខ្ញុំអត់ថាអីទេ បាទ ចាព្រោះមនុស្សយើងមានអ្នកជឿនិងអ្នកមិនជឿ បា ចា ទបាទ ប៉ុន្តែអ្នកមិនជឿក៏ខ្ញុំមិនបានអន់ចិត្តដែរព្រោះគេអត់បានដឹងការពិត បាទ ចាហើយខ្ញុំនិយាយហ្នឹងក៏មិនទាន់ដឹងជាការពិតយ៉ាងណាហេតុដូច្នោះខ្ញុំសូមផ្ដាផ្ដាំផ្ញើទៅបងប្អូនទាំងនៅក្នុងប្រទេសឬក៏នៅក្រៅប្រទេសបានមើលហើយនៅតាម Facebook របស់សង្ឃឹមហើយនឹង វិហារ វិហារហើយនឹង បាទ ហនុមាននេះ បាទ ដែលបានមកសម្ភាសខ្ញុំដើម្បីឲ្យបានជ្រាបក្នុងរឿងរ៉ាវនេះខ្លះក៏ខ្ញុំសូមអរគុណនឹងបងប្អូនខ្លះក៏បានទូរស័ព្ទដើម្បីស្វែងរកលេខខ្ញុំអ្នកខ្លះក៏បានធ្វើដំណើរតាមឡានមកចង់ឃើញយាយសាងឬអ្នកខ្លះក៏មកម៉ូតូអីចង់ឃើញយាយសាងអញ្ចឹងគឺខ្ញុំមានសេចក្តីអរគុណនិងសរសើរអំពីការបានស្ដាប់អ្នកខ្លះថាខ្ញុំស្ដាប់ផងខ្ញុំហូបបាយផងខ្ញុំបានស្ដាប់ បាទ ខ្លះឡើងផ្លេចថ្ងៃយល់ចៅថាអញ្ចឹងណា ខ្ញុំបានស្ដាប់គឺខ្ញុំអរគុណនឹងមីមៀបងប្អូនទាំងនៅក្នុងប្រទេសក្រៅប្រទេសដែលខ្ញុំបាននិយាយវគ្គទី3នេះទោះបីមានខុសលាស់ឬខុសនៅអក្ខរាវិរុទ្ធខុសនៅគោលបំណងនឹងបងប្អូនយ៉ាងណាក៏ដោយសូមមេត្តាគឺថាអ្វីដែលខុសខុំទទួលយកអ្វីដែលល្អក៏សូមលោកអ្នកទាំងអស់គ្នាអរគុណទាំងអស់គ្នា បាទ សូមអរគុណចា អរគុណណាស់អ៊ំ ចាអរគុណមួយ ពី ចា សង្ឃឹមឲ្យនឹងវិហារទៅក៏ជូនពរឲ្យអ៊ំមានសុខភាពកាន់តែល្អប្រសើរហើយជួបតែសេចក្តីសុខតទៀតទៅផងដែរ ចា បាទ ចា អរគុណច្រើន ចា ហើយ ប៉ុន្តែក្នុងចំណុចមួយទៀតខ្ញុំចង់និយាយថាខ្ញុំចង់អធិដ្ឋានឲ្យដល់បងប្អូនណាដែលមានថ្នាំដែលអាចគួរព្យាបាលបានខ្ញុំនឹងលើកដៃសុំបងប្អូនជួយព្យាបាលខ្ញុំព្រោះជំងឺខ្ញុំគឺបាត់ជើងហ្នឹងគឺវាអត់បានដូចបំណង អូ ក្រៃលោក បាទ បងប្អូនណាដែលមានថ្នាំដូចបំណងសូមប្រាប់ខ្ញុំតាមទូរស័ព្ទផង បាទ អញ្ចឹងណា បាទ ចា បាទចឹង ចានៅឯង អាចខមមិននៅខាងក្រោមបានចាំខ្ញុំផ្ញើទូរស័ព្ទផ្ទាល់ ចា ទៅឲ្យណា ចា បងប្អូនណាបាទសូម ចា ដាក់ក្នុងវីដេអូឯងបើខ្ញុំ ចា ដាក់ក្នុងវីដេអូខ្ញុំជឿថាអ៊ំអត់បានសម្រានទេ ចាចា បទពិសោធន៍ផ្ទាល់របស់ខ្ញុំ ចា មកបាទ នៅ មួយ ឯង ថ្ងៃចូល អូន 40ទៅ តែ 50 ខ្ញុំចង់ជាហើយ នេះបាទ ខ្ញុំចង់និយាយឲ្យបងប្អូនស្ដាប់ជាលើកទី4ទៀត បាទ ចា ចា អរគុណច្រើន ចា អ៊ំ អរគុណ សុខសប្បាយ អូន ហើយ អរគុណ ទីក្មួយ ចាអរគុណច្រើនចា បាទបាទសូមជម្រាបលាអរគុណ ចា ណាស់